គាត់គឺជាអ្នកបកប្រែសិភៅនេះពីច្បាប់ដើមជាភាសាបារាំងមកភាសាខ្មែរយើងកាលជំនាន់នោះដែលវាជាប់តាក់ទងនឹងប្រវត្តិនៃរាជជនជាតិខ្មែរម្នាក់ដែលត្រូវទៅហ៊ានបារាំងបង្ខំឲ្យធ្វើជាទាសកលលើភេទអស់រយៈពេល7យប់7ថ្ងៃក្រោយមកនាងក៏ត្រូវស្លាប់ហើយคล้ายជាវិញ្ញាណដ៏សាហាវអ្នកអានវាទាំងអង្គសុទ្ធតែធ្លាប់បានឆ្លងកាត់ការធ្វើវិធីដែលមាននៅក្នុងប្រឡំលោកវាអាចប្រាប់យើងបានគ្រប់យ៉ាងបងឯងសាកធ្វើពិធីសួរកញ្ចក់តាមសភៅនឹងមើលថាមិនត្រូវបងឯងអាចនឹងដឹងចម្លើយកថាបានដែរអ្នកណាបាក់ឡានមកបងឯងប៉ុន្តែត្រូវមានលក្ខខណ្ឌដោះដូរបន្ទាប់ពីបានចម្លើយហើយគឺត្រូវតែស្លាប់ក្នុងរយៈពេល7ថ្ងៃមានវិធីអីទៅអញបែកលក្ខខណ្ឌនឹងបានខ្ញុំគិតជាខ្ញុំមិនសូវឲ្យប៉ុណ្ណាអាឃាតកោអស4តួនេះវាជាត្រណម